ហើយព្រះអង្គសំដែងទៅតាមការគួរ5កណ្ដប់នាទីអីលបណាកំវែងពេកណាអ្នក5 10នាទីអ្នក5 10នាទីចែកគ្នាព្រះអង្គចេះត្រង់ណាក៏សំដែងត្រង់ហ្នឹងប៉ុន្តែសំដែងជារឿងរ៉ាវនៃប្រវត្តិបុណ្យ7ថ្ងៃដែលប្រមរដ្ឋនានិមន្តព្រះអង្គนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะខ្ញុំប្រកាសណាសូមនមស្ការចំពោះព្រះភគវន្តបរិអរហន្តសម្មាសម្ពុទ្ធអង្គនោះព្រមទាំងព្រះធម៌និងព្រះអរិយសង្ឃដោយសេចក្តីគោរពតកនន្តរាធម្មទេសេតាមៈលំដាប់ដំណរតអំពីបទនមស្ការអាយាចភៈចរិយាទៀតណាដល់សង្ខេបបែបខ្លីនេះទៅក៏តម្រូវឲ្យអង្គខ្ញុំព្រះករុណាស្មារតីដោះស្រាយនៅបញ្ហាកម្មផ្សេងៗដែលព្រះគ្រូព្រះអនុគុណក្រុមបសែតខេត្តកំពង់ស្ពឺនិងជាព្រះរាជាគណៈថ្នាក់កិត្តិយសខ្ពស់មែនទែនណាញាតិញោមហើយអាត្មាណាតោការទេមិនទាន់បានឡើងជារាជាគណៈអីទេតែថ្ងៃនេះមានឱកាសមានពេលមានវេលាអាចមកបានផ្លាស់ប្លែងសម្ដែងជាមួយនឹងព្រះអង្គគ្រូអីចឹងក្រែងលោប្រើពាក្យសម្ដីអីទៅអត់សមរម្យឬក៏ថាឆ្លើយសំណួរដែលព្រះមហាចឹងណាព្រះមហាកសបៈដាក់ដណ្ដឹងមកសួរថាទៅអីទៅតែសូមឲ្យទៅអំពីប្រវត្តិបុណ្យ7ថ្ងៃបុណ្យ7ថ្ងៃដូចសួរតាដដែលនឹងញោមតែចេះអីទៅនឹងទៅតែឲ្យលើកអំពីប្រវត្តិបុណ្យ7ថ្ងៃហើយបុណ្យ7ថ្ងៃឬក៏7ថ្ងៃដែលញាតិញោមជាពុទ្ធបរិស័ទទាំងអស់កំពុងតែប្ររពធ្វើនៅក្នុងពេលវេលាគ្រានេះអាត្មាភាពអត់មានអីចូលរួមជាចំណែកមួយដើម្បីតាក់ទាញគ្រឹះរលឹកសតិបញ្ញាស្មារតីរបស់ពុទ្ធមាតិកជនទាំងអស់អ្នកកាន់នៅពុទ្ធសាសនាហើយសុទ្ធសឹងតែជាអ្នកធ្លាប់ស្ដាប់ធ្លាប់រៀនធ្លាប់ធ្វើធ្លាប់ដឹងអំពីរឿងរ៉ាវប្រវត្តិដែលតទៅនៅក្នុងកម្មវិធីបុណ្យ7ថ្ងៃដែលញាតិញោមជាពុទ្ធបរិស័ទទាំងឡាយតែងតែប្រពធ្វើប៉ុន្តែនៅក្នុងនោះញាតិញោមជាពុទ្ធបរិស័ទទាំងឡាយត្រូវដឹងត្រូវយល់ពេលដែលមានអ្នកណាដែលស្លាប់នៅក្នុងក្រុមគ្រួសាររបស់ញោមប្រុសញោមស្រីសម្រាប់យើងទាំងអស់គ្នាជាអ្នកកាន់នៅពុទ្ធសាសនាហើយក៏មានអ្នកណាស្លាប់បាត់បង់អាយុជីវិតទៅយើងធ្វើបុណ្យថ្ងៃណាក៏បានវេលាណាក៏បានម៉ោងណាក៏បានសំខាន់លើម្ចាស់ដើមទានប្រទានតាមបុណ្យនឹងឯងមាននៅក្នុងព្រះសង្ឃយល់ដៃមកហើយញោមកាន់ឆោតអត់គិតថាឲ្យតែពេលថ្ងៃគាត់ស្លាប់ធ្វើបុណ្យឲ្យគាត់ទៅបានអត់ទេបានដូចគ្នាស្លាប់បាន1ថ្ងៃ2ថ្ងៃ3ថ្ងៃ4ថ្ងៃធ្វើបុណ្យឲ្យគាត់បានអត់បានដូចគ្នាឬក៏ថាដល់7ថ្ងៃទូអាចធ្វើបុណ្យឲ្យគាត់បានយល់ណាអត់មានចានៅក្នុងគម្ពីរបត្រៃបិដកថាតតែ7ថ្ងៃបានធ្វើបុណ្យឲ្យអ្នកស្លាប់បានឬក៏ថាគម្រប់9ថ្ងៃឬក៏គម្រប់ខួប100ថ្ងៃឬក៏គម្រប់ខួប1ឆ្នាំទើបអាច
ឲ្យដល់អ្នកស្លាប់បានគឺអត់មានកាត់ក្រានៅក្នុងព្រះត្រៃបិដកឬក៏ព្រះកថាជុតព្រះអង្គទ្រង់ត្រាស់ស្វាថ្លែងសម្ដែងមកថាពលយ៉ាងហ្នឹងបានប៉ុនគឺអត់មានទេក្រំតែរឿងនេះមានប្រវត្តិទៅកាន់អំពីសម័យកាលដែលព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងព្រះអង្គគង់នៅក្នុងវត្តចេតគុណជាខ្ញុំធ្លាប់ស្ដាប់ប្រាប់ផងណាបើសម្ដែងទៅខុសអីផ្លេចអីតាមសម្ដែងយូរនិយាយអំពីភិក្ខុមួយអង្គភិក្ខុមួយអង្គហ្នឹងកាលអំពីដំបូងហ្នឹងគេហៅថាជាជនក្រីក្រលំបាកតោកយ៉ាងជាកូនអ្នកក្រីក្ររោគក្រឹកខ្វះល្ងាចរោគល្ងាចខ្វះក្រឹកបង្កើតមានសទ្ធាចង់ពុះនៅក្នុងពុទ្ធសាសនាដោយសទ្ធាដោយពេញចិត្តនឹងការសាងប្រនោះវេលានោះថ្ងៃនោះនៅក្នុងវត្តចិត្តពុទ្ធទាំងមូលលោកក៏បានចូលសុំពោះជាភិក្ខុជាយៈប៉ុន្តែនៅក្នុងនោះលោកលក្ខណៈគេហៅថាមិនមានបងស្បៃក្រៃជ័យវរនឹងឯងគ្រប់គ្រាន់ល្មមនឹងអាចប្រើប្រាស់បានទេបងស្បៃក្រៃយវរនឹងគឺវាលហែកដាច់ដាច់ទៅចេញទៅចាប់បាក់នឹងវិច្ច្រើនពនីពនួពេញកណ្ដឹងទាំងអស់ណែខ្ញុំអត់ហើយក៏បានគួរជាភិក្ខុហើយនឹងមានចិត្តនិយាយក៏មានចិត្តថាឲ្យចិត្តទៅចូលចិត្តនឹងខ្លួនឯងឃើញជាហូបពិភពតាមគ្នាផ្សេងសុទ្ធតែជាកូនឯកឧត្តមសុទ្ធតែជាកូននិមិត្តមន្ត្រីសុទ្ធតែជាអ្នកមានក្រាប់នឹងសម្បត្តិបងស្បៃត្រីយវរនោះថ្មីស្អាតទៅចិត្តអីតែខ្លួនឯងកើតមកនោះវាក្រលំបាករតែបងជីវរនឹងបងឲ្យបានថ្មីថ្មោងជេមិនបានសោះមិនដឹងតែពេលណាបានបងស្បៃត្រីជីវរនឹងមួយត្រៃឬក៏មួយលានសម្រាប់ប្រើទេទេណែលោកពេលដែលបានបួសហើយនឹងព្រះតនិសធាព្រះអង្គដាក់សម្លៀកថាឈ្មោះថាតែសធិរៈឬក៏តែសធិរោវេលានឹងឯងនៅថ្ងៃមួយមានពុទ្ធមេតិកជននោះឯងឃើញលោកនឹងរឿងអារោគអារៈជាងគេខ្ញុំអារោគអារៈដោយព្រះអង្គកូនក្នុងទេមីក្រូឲ្យឆ្លៃគឺអាត្មាទៀតតើពេលអីចឹងទៅគាត់កើតជាសទ្ធាថានោះគឺអង្គដតីមានស្បោកស្បៃត្រីយវរនោះអាចអត់មានលហែកអត់មានបាក់ពលីបនូអីទេអញ្ចឹងក៏មានចិត្តទៅស្បោកស្បៃត្រីយវរនោះមួយលានហ្នឹងមួយលានហ្នឹងគឺមាន7មុខមានអត់ខត់មានហោះកាក់មានវត្តពុនដែលខ្ញុំមានសគុតងូតមានស្បង់មានជីវរគ្រប់គ្រាន់ទាំងអស់អត់មានខ្វះមួយណាទេដោយចិត្តនឹងឯងស្រឡាញ់របស់ញោមណាដែលស្រឡាញ់ខោអាវថ្មីកាលនៅតូចអីមិនបាច់ចាំតូចទៅចាក់ចំណាស់ហ្នឹងក៏ស្រឡាញ់ដែរអញ្ចឹងនឹកក្នុងចិត្តថាស្បង់ស្បៃត្រីយវរៈនេះអត់ប្រើទេតែlàមានកម្មវិធីបុណ្យធំអីតាមប្រើដូចញោមមានក៏អាវថ្មីទុកគ្រាន់ដើរបុណ្យចឹងអញ្ចឹងលោកក៏គិតដូចគ្នាលោកអត់មានផងទេប៉ុន្តែក្នុងនោះមុននឹងលោកពេលតែព្រះតនិសធាព្រះអង្គទ្រង់ឲ្យវត្តដល់ពីព្រះពិភពសង្ឃនៅក្នុងវត្តចេតពុននឹងឯងព្រះអង្គទ្រង់ត្រាស់សម្ដែងអំពីសុខខាងអនិច្ចំហើយនិងអនត្តាវាប្រែប្រួលវាមិនទៀងទាត់វាមិនខិតវាមិនថេរណាមិនយូរមិនឆាប់ទេនឹងមកនៅចំណុចស្លាប់គ្រប់គ្នាទាំងអស់អត់មានអ្នកណាម្នាក់ចិត្តរួចជាឲ្យផុតទេហើយចំណុចស្លាប់នេះទៀតណាតែទៀងចំពោះមនុស្សស្កាត់ទូទៅទាំងអស់
ក្រាន់តែថាអ្នកខ្លះអាយុនឹងឯងខ្លីអ្នកខ្លះនឹងអាយុនឹងឯងរៀងវែងអ្នកខ្លះនឹងស្លាប់អំពីក្មេងអ្នកខ្លះនឹងឯងស្លាប់ពេលដែលមានប្រជុំមនីយុនឹងចាស់ជរាហើយណែអញ្ចឹងវាអត់ទៀងវាអត់ទាត់វាអត់ខាត់អត់ហេទេព្រះអង្គទ្រង់ក្រាស់សម្ដែងវិជ្ជាប៉ុណ្ណឹងលោកក៏មានការពិចារណានោះតែដោយឈ្មោះថាជាជីវិតបព្វជនបព្វជននេះគឺជនជាប់ជំពាក់ដោយចលនាតណ្ហាចង់បានរបស់មិនជឿចប់មិនជឿហើយណែដោយជាប់ជំពាក់ជាមួយនឹងស្មងស្បៃត្រៃយវងថាអញមានប្រើទេបានត្រឹមតែដេកអោទីមកចិត្តគេហៅថាអត់នោះអត់ហ៊ានទេអត់ហ៊ានបងអត់ហ៊ានប្រើដេកអោដាក់កៅនៅនៅជាប់ខ្លួនហ្នឹងរយៈពេលនោះឯងគេខំតែសធិរៈនឹងឯងក៏មានអាពាហ៍ឲ្យមិនដឹងថារោគអីនៅក្នុងកម្ពុជាក៏អត់ដាក់បច្ចៈទេខ្ញុំយ៉ាងដែលដូរទៅពុតបាត់ទៅសំខាន់ទៅពុតបាត់ទៅខកផងគ្នាយកទៅបាត់លោកពីថ្ងៃ3ថ្ងៃលោកនិមន្តទៅណានោះអត់ឃើញលោកចឹងកាទៅមើលនាំគ្នាទៅមើលនៅឲ្យគាត់លោកហើយគាត់មិនមែនគាត់សបោសបាយដូចយើងឥឡូវទេខ្ញុំសម័យនោះគាត់អង្គណាគឺគាត់អង្គហ្នឹងមកតោរៀបចំឲ្យលោកគង់នៅទេណាតើពេលអញ្ចឹងទៅក៏មើលលោកឯនោះខើបាត់ហ្នឹងពីថ្ងៃ3ថ្ងៃទៅហើយលោកគង់ប្រកបដែរណាមិនប្រកបទៅប្រកបមិនស្លាប់ទៅប្រកបទេណាហើយយើងនិយាយតើពេលអញ្ចឹងទៅស្រាប់តែជាហៅថាអារម្មណ៍ចុងក្រោយគាត់អារម្មណ៍ចុងក្រោយហ៎ទៅជីវ័នចិត្តហ្នឹងញាតិញោមចិត្តដែលជាប់ជំពាក់ជាមួយនឹងស្បង់ស្បៃក្រៅជីវ័នហ្នឹងឯងដាច់ចោលទឹកស្រាប់តែទៅកើតជាចៃមួយធំមកញោមអើយចៃហ្នឹងប្រប៉ុណ្ណាតែញោមវាទៅវាមកនៅលើស្បង់ស្បៃក្រៅជីវ័នហ្នឹងលោកគេខកផងគ្នាចង់យកហ្នឹងញោមចង់យកទៅលោកទៅគាត់ទៅហើយសម័យនោះអត់មានអ្នកទៅគាត់មានខ្មោចស្លាប់អីហ្នឹងគឺលោកបាំងស្គរឆាកយកមកសម្រាប់ពេលជាប់គាត់ជាខ្មោចស្បែកកៅយវហើយអញ្ចឹងលោកក៏ចង់យកប៉ុន្តែលោកស្ងល់ក៏ទទួលព្រះដែលមានពលាបបិទ្ធព្រះអង្គដែលចម្រើនមានខែបដូចជាចម្លែកណែពេលដែលពិភពខ្ញុំព្រះអង្គនឹងឯងទៅមើលលោកចាស់ទៅលោកទៅគាត់បាត់ប្រាប់តែមានចៃមួយប្រផាត់ណានៃវាលើស្បង់ស្បៃក្រៅយវនឹងវាទៅវាមកដូចជារឿងហែកនៅរបស់ខ្លួនព្រះដែលមានសភាព្រះអង្គទ្រង់ត្រាស់សម្ដែងជាជាថាម៉េចញោមថានោះហើយកាលអំពីកសធិរៈលោកនៅមានប្រជជននៅមានជីវិតនៅឡើយនោះលោកជាប់ជំពាក់ជាមួយនឹងស្បង់ស្បៃក្រៅយវនឹងខ្លាំងណាស់អ្នកញោមជាប់នៅស្បង់ស្បៃក្រៅយវនឹងខ្លាំងណាស់គឺជីវ័នអចិត្តចុងក្រោយរបស់លោកនឹងឯងបានទៅកើតជាចៃអញ្ចឹងអ្នកទាំងអស់គ្នាមិនអាចយកប្រើបានទេតតែសម្រាប់7ថ្ងៃទើបនាំគ្នារៀបចំការបាំងស្គរក៏ទើបទៅឲ្យលោកទៅណាញោមយល់ចំណុចហ្នឹងហ៎ចំណុច5នេះស្វាពជាឲ្យញាតិញោមជាពុទ្ធបរិស័ទទាំងឡាយកុំជាប់ជំពាក់ច្រើនពេកណាយាយឲ្យជាប់ជំពាក់ជាមួយនឹងព្រះធម៌ចំណាព្រះពុទ្ធព្រះធម៌ព្រះសង្ឃឲ្យជាប់ជំពាក់ជាមួយនឹងរតនត្រ័យទាំង3ទៅកុំជាប់ជំពាក់ថាស្អីញោមបើពីមុំមកអាណាទៅលុយអញអាណាទៅមានអញអាណាទៅកូនអញអញនឹងចុងក្រោយអត់មានអីណាញោមណែជាប់ជំពាក់អំពីទ្រព្យជាប់ជំពាក់អំពីរបស់ផ្សេងគ្រប់សពបែបយ៉ាងទាំងអស់មិនមែនជាទីពឹងរបស់ញោមទេហើយញោមត្រូវចាំថាពេលដែលមានមនុស្សស្លាប់ទៅគេយកដាក់ក្នុងមាត់ដើម្បីឲ្យយើងពិចារណានេះក៏មិនតែអកមកកហ្នឹងក៏គេខ្វល់យកមកវិញដែរអត់មានយកទៅជាមួយបានទេចាំអត់និយាយនៅយើងចាក់តែកធំនេះអរចាគឺលោកអស់ទៅតតាំងវត្តទុកទៅទៀតប្រយ័ត្នណាញោមណែអ
ชีวิตរបស់យើងប្រថុយជួបបើសិនជាជាប់ជំពាក់ខ្លាំងជាប់ជំពាក់ជាមួយនឹងគោប្របីតម្រូវសិនជ្រូកមន់ទាស្កែស្មាស្បាដំណាំរបស់ទ្រព្យផ្សេងនឹងច្រើនពេកអានឹងឌីវ៉ាក៏តបឲ្យញោមធ្លាក់ទៅក្នុងអបាយភូមិហើយមួយវិញទៀតគេនិយាយអំពីសត្វត្រីម្នាក់ដែលមានកូននឹង4នាក់គាត់ជាអ្នកធ្វើបន់ធ្វើទៀតដូចយើងការកាយចឹងដែរធ្វើតាំងពីកូនតាំងស្ដីឃើញម៉ែអញគាត់ធ្វើបន់រហូតមិនដែលខាតទេមួយខែមាន4សិលកាលថ្ងៃណាក៏ទៅវត្តដែរទៅសុំសិលបើជួយគុំដៃទៅរួចមុនលោកមកឲ្យសិលនេះអញ្ចឹងចង់ដឹងថាម៉ែរបស់ខ្ញុំស្លាប់ទៅគាត់ទៅកើតជាអីមកគាត់ខំប្រឹងធ្វើអត់មិនហ្នឹងណាចឹងទៅព្រមតែថ្ងៃស្លាប់រៀបចំបាយទឹកនំចំណីបង្អាចំអាយកទៅប្រគិមព្រះទីខុសសង្ឃនៅក្នុងវត្តជាសពុទ្ធក៏ដល់នឹងគម្រោងថាទៅទូព្រះមកពិតព្រះអង្គដែលចម្រើនថាម្ដាយរបស់ខ្ញុំក៏ស្លាប់ទៅក៏កើតនៅទីណាចង់ទូព្រះចឹងយើងបងធ្វើតាទៅណាមិនឲ្យនឹកឃើញរឿងហ្នឹងទេឃើញឲ្យនឹកឃើញតែម្យ៉ាងគឺធ្វើបំចាក់ចំណានលោកប្រទានឲ្យទិញទៅឲ្យអ្នកម្ដាយទៅស្លាប់ថ្ងៃទី1ក៏អត់ប្រាប់ថ្ងៃទី2ក៏អត់ប្រាប់ដល់ថ្ងៃទី7ម្ដាយនឹងរួចចាស់អំពីកំណត់បថោទៀតកំណត់ប្រែតអីញោមរួចអំពីប្រែតនឹងហើយក៏កើតនៅក្នុងឋានទេវលោកឋានសួគ៌កើតជាទេវតិកាមានរូបសម្រស់នឹងស្អាតអស្ចារ្យមានបរិវារខ្ញុំប្រុសខ្ញុំស្រីដោយអំណាចនៃការតាំងសិលសមាធិសិល5ដោយគោរពបដិបត្តិចំពោះគុណព្រះពុទ្ធគុណព្រះធម៌គុណព្រះសង្ឃដោយសភាជ្រះថ្លាអ្នកយល់ទេអានិសង្ឃបុណ្យរបស់គាត់នឹងឯងគេហៅថាមាននៅសម្បត្តិទឹកសម្បត្តិណាដែលយើងខំប្រឹងធ្វើរាល់ថ្ងៃទៅប៉ុណ្ណាហ្នឹងអញ្ចឹងមកថ្ងៃទី7បានសួរបបិទ្ធព្រះអង្គដែលចម្រើនម្ដាយព្រះអង្គម្ដាយខ្ញុំព្រះអង្គទៅកើតនៅកន្លែងណាព្រះអង្គហើយព្រះអង្គក៏លោកបានប្រាប់ថាកាលអំពេលដែលម្ដាយរបស់អ្នកទៀតនឹងស្លាប់នឹកសំណោជាមួយនឹងអ្នកទាំងអស់គ្នាទេកាលអញនៅរស់អូយជាងក្បាត់ជក់អីកាត់គ្នាចង់សម្រងតែអញងាប់បាត់ដល់ពីកាត់គ្នាមិនអញ្ចឹងណាញោមនឹងស្រួលញោមយល់កាលអញនៅរស់អញនៅជំនួប្តីប្រពន្ធយើងនៅចិត្តនឹងជាយុគជួបគ្នាជាបាយតែឪពុកគ្នាជួបបកែគ្នាយើងទៅដើមទ្របគ្នាចេះតាមទៅដើមទ្របគ្នាចុះអស់ពីអញទៅតើវានឹងចេះស្រឡាញ់គ្នាអត់មកចិត្តអីហ្នឹងអារម្មណ៍ជាតិនឹងស្រាប់គាត់គាត់ចិត្តតែប៉ុណ្ណឹងស្រាប់ទៅកើតជាតែយកចិត្តមកណាឥឡូវនេះដោយអំណាចនៃបុណ្យរបស់កូនប្រុសស្រីទាំងឡាយនឹងឯងបានឲ្យគាត់នឹងរួចចាក់អំពីកំណត់ប្រែតហើយណែបើតាមនៅក្នុងថ្ងៃនេះគម្រប់ខួបឬក៏ថាគម្រប់7ថ្ងៃហើយអញ្ចឹងគឺចង់ឃើញព្រះដ៏មានព្រះព្រះអង្គក៏ធ្វើការដែលថាឲ្យម្ដាយនឹងឯងចុះអំពីឋានសួគ៌មកមើលឃើញទៅថានេះជាម្ដាយរបស់អ្នកឥឡូវនេះគាត់រួចចាកអំពីកំណើតទៅថោកជាហើយបានកើតទៅជាទេវតិកាមានក្រុមប្រុសក្រុមស្រីមានក្រុមមានសម្បត្តិដោយអំណាចនៃកូនប្រុសស្រីទាំងឡាយនឹងឯងធ្វើចក្រណានុប្រធានទៅឲ្យនឹងឯងណាញោមក៏បានរួចចាកអំពីកំណើតនឹងហើយទៅកើតហើយកូនទេនោះវិហារនោះកូនប្រុសស្រីទាំងឡាយនឹងឯងមានសតិជ្រះថ្លាថ្លៃខ្លួនជាឧបាសកជាឧបាសិកាទៅហើយក៏ប្រសិនបានប្រសិនបើព្រះដ៏មានពភាព្រះអង្គឃើញហើយដឹងហើយព្រះអង្គគ្រាន់តែមកដល់កូនប្រុសស្រីសួរបើចុះព្រះអង្គហើយម្ដាយរបស់ខ្ញុំព្រះអង្គកើតនៅកន្លែងណាព្រះអង្គអត់ធ្វើបរិហារដើម្បីបំផាត់អារម្មណ៍នឹងហើយប្រកបជាព្រះអង្គប្រាប់ថាលោកម្ដាយរបស់អ្នកប្រកាសជាប្រែចឹងកូនទាំងអស់នោះលើធ្វើប៉ុណ្ណឹងធ្វើប៉ុនក៏ឯងទៀតតាំងពីដឹងក្តីឃើញតែម៉ែធ្វើប៉ុនធ្វើជារក្សាសិលហើយបើគាត់នៅតែកើតជាខែដដែលហ្នឹងអញ្ចឹងយើងទាំងអស់គ្នាមិនអាចធ្វើមកនេះណែអញ្ចឹងខ្លាចដល់ត្រង់ហ្នឹងគឺព្រះដែលមានព្រះអង្គបងវ៉ែមិនឲ្យឃើញមិនឲ្យយល់មិនឲ្យដឹងបែកមួយទៀតប៉ុណ្ណឹងចុះខ្ញុំណាការសម្ដែងពធ15 10នាទីទេតែចប់មកប្រហែលអត់ដឹងហ្នឹងហើយប្រវត្តិមួយទៀតដែលកវ័យបណ្ឌិតចន្ទព្រឹទ្ធវិចាឬក៏ពុទ្ធវិនិកជនអ្នកស្ដាយចិនជាប់ស្ដាប់ទេខ្ញុំ
ប្រវត្តិចាក់ចងនៅក្នុងបំ7ថ្ងៃហ្នឹងដូចនេះណាគេនិយាយអំពីកូនប្រុសជាទីស្រឡាញ់ម្នាក់និងកូនចាស់ម្នាក់កូនចាស់ហ្នឹងចាស់ក៏មែនទេណាអាយុ60អាយុ70ទៅហើយថាយើងវាយត្រឹម60ចាស់មុនដំបូងកូនប្រុសជាទីស្រឡាញ់នឹងឯងមិនមុនឲ្យវណ្ណាទេណាកូនប្រុសជាទីស្រឡាញ់នឹងគោរពណាស់គោរពបដិបត្តិម្ដាយគោរពបដិបត្តិចាស់ទុំស្គាល់អ៊ំស្គាល់គុំស្គាល់មីណែដោយហេតុមាននាមព្រាហ្មណីស្រីម្នាក់ស្រឡាញ់កូនប្រុសជាទីស្រឡាញ់ណាស់ហ្នឹងគេហៅថាស្រឡាញ់អីស្រឡាញ់កូនឲ្យពីអនុជិតថាស្រឡាញ់មើលទីកូនមិនអីស្រឡាញ់កូនទីមើលស្រឡាញ់មើលទីកូនស្រឡាញ់កូនស្រឡាញ់កូនទីមើលមិនដឹងអីអីស្រាប់ទៅស្ត្រីនោះឯងយើងគ្នាថាខ្ញុំមិនទាន់មានអារម្មណ៍ចាប់ចិត្តរឿងសេចក្តីស្រឡាញ់សេចក្តីស្នេហាទេហើយគ្រួសាររបស់ខ្ញុំលំបាកណាស់លើផ្ទះបើចូលទៅមិនគោរពទេប្រកាសពីផងតែក្បាលខ្ញុំតបទីអ្នកម៉ែហើយកូនហ្នឹងខ្ញុំកំសត់អាណិតគ្នាតែละពេលយូរទៅមានចិត្តស្រឡាញ់ថាធ្វើមិនបានខ្ញុំខ្វល់ធ្វើមិនបានឲ្យបានបរិយាជាស្រាមីឲ្យសោះទៅហើយយូរទៅខ្ញុំអត់ការងារអីធ្វើក៏ដោយបើកាត់នោះផ្ទះមានបាយយកបាយមកឲ្យជូនយើងគឺអ៊ំខ្ញុំមាននំបានតិចមានគេមកស្ដាប់ជូនណាយកមកជូនយើងណាយើងមិនឃើញចិត្តថាកូនគេជួយតែអ្នកនាងត្រូវមិនខ្ញុំជាកូនប្រព្រឹត្តកូនព្រានៅជាមួយអ៊ំទេខ្ញុំមានម្ដាយឪពុកទេហើយខ្ញុំនឹងបានជូនអ៊ំនៅម្នាក់ឯងខ្ញុំក៏មានសេចក្តីអាណិតអីចឹងណាខ្ញុំក៏មាននោះទៅជួយទៅយូរទៅលោកយាយនេះស្រឡាញ់ហ្នឹងយាយមានណាគេលើចិត្តគាត់លើកូនឲ្យទៅទេលើហ្នឹងបាទអីមិនចាំមិនថាសំខាន់ឲ្យបានប្រដានចិត្ត